សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំបានទៅលេងប្រទេសវៀតណាមហើយយើងបានទៅមើលនាគបាញ់ភ្លើងហើយនឹងបាញ់ទឹកគេដែលនៅស្ពាននាគគេហ្នឹងនិយាយទៅនៅស្រុកគេបកកែរៀបចំឲ្យមនុស្សទៅមើលមែនតើណាដូចថានាគហ្នឹងវាដូចជាមិនមានអីអស្ចារ្យទេគ្រាន់តែគេធ្វើបែបដាក់នៅលើស្ពានគេអីចឹងណាហើយយើងស្ពានហ្នឹងពេលថ្ងៃគេធ្វើដំណើរធម្មតាតែបើថាសៅរ៍អាទិត្យគេមានបាញ់ទឹកបាញ់ភ្លើងអីចឹងទៅគេមិនមែនបាញ់រាល់ថ្ងៃទេដល់ពេលយើងមើល concept គេហ្នឹងបែបដូចថាមនុស្សដែលចង់ទៅមើលហ្នឹងគឺតតែសៅរ៍អាទិត្យហើយមនុស្សច្រើនមែនតើហ្មងមិនថាមានវៀតណាមមានបរទេសមានអីចឹងណាអ្នកខ្លះក៏ឡើងទៅលើស្ពានហ្នឹងដើម្បីបានទៅថតចិត្តអ្នកខ្លះក៏គេដាក់កៅអីដាក់អីផឹកកាហ្វេផឹកអីនៅខាងក្រោមហ្នឹងទៅដើម្បីបានមើលអានាគបាញ់ភ្លើងបាញ់ទឹកហ្នឹងអញ្ចឹងណាដល់ពេលយើងនេះយើងទៅពីចង្ងាយក៏យើងចង់ដឹងចង់ឃើញដែរថាកន្លែងដែលគេល្បីឃើញគេផុសគេ trend អីចឹងទៅថាវាមានអីអស្ចារ្យអត់ដល់ពេលយើងទៅដល់ពេលថ្ងៃយើងជិះទៅឃើញធម្មតាដល់ពេលយប់ទៅមនុស្សអញ្ចឹងឯងហើយនេះកន្លែងនេះនៅពេលដែលគ្រាន់តែបាញ់ទឹកភ្លាមគឺនាំគ្នាផ្អើលរត់ឈូចេញមកដោយសារអីបាញ់នៅពីខាងលើហ្នឹងហើយគឺខ្យល់បក់មកវាសាចមកសើមអ្នកនៅខាងក្រោមហ្នឹងទៀតនិយាយទៅវាជាបទពិសោធន៍ថ្មីមួយដែរដែលយើងដើរលេងប្រទេសគេហ្នឹងយើងមានគំនិតអីថ្មីដើម្បីជាបទពិសោធន៍មួយហើយក៏ជាអនុស្សាវរីយ៍មួយដែរដែលយើងអាចដើរទៅមើលឃើញនៅស្រុកគេនៅអីចឹងណាហើយតែសារគំនិតគេមួយដែលគេថាគេរៀបចំឲ្យមាននាគបាញ់ទឹកបាញ់ភ្លើងហ្នឹងណាគេមិនមែនឲ្យបាញ់រាល់ថ្ងៃទេគេមានកំណត់ម៉ោងគេមានកំណត់ថ្ងៃត្រឹមត្រូវចឹងមនុស្សដែលចង់មកមើលគឺត្រូវតែរងចាំហ្មងរងចាំឲ្យដល់ម៉ោងដល់ថ្ងៃហ្នឹងហ្មងហើយមកចាំត្រៀបត្រាពេញក្នុងហ្នឹងនិយាយទៅគេមកចាំ countdown ដូចយើងឆ្លងឆ្នាំយើងអីចឹងណាមនុស្សដូចបនអ៊ំទូកយើងចឹងថាច្រើនដើរឡើងបជ្រៀតគ្នាហ្មងណាហើយគ្រាន់តែទៅមើលតែប៉ុណ្្នឹងដែលគេបាញ់ទឹកបាញ់ភ្លើងតែប៉ុណ្្នឹងហើយក៏មិនមែនបាញ់រហូតដែរគេបាញ់តែប្រហែលខ្ទង់30នាទីឬក៏អីហ្នឹងគឺចប់ហើយអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណបងប្អូនទាំងអស់គ្នាបាយបាយ